ទី2ហើយនឹងក្រាបចឹងចំណុចដែលអ្នកគ្រូនឹងលើកយកមកនៅថ្ងៃហ្នឹងគឺអ្នកគ្រូនឹងធ្វើការដោះស្រាយលំហាត់នៅទំព័រទី218ហ្នឹងតាមលំដាប់លំដោយនៃលំហាត់ដើម្បីចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាជាការស្រាវជ្រាវបន្ថែមទៅតាមផ្ទះបន្តទៀតចឹងលំហាត់ទី1ឲ្យយើងសង្ក្រាបតាំងអនុគមចាសង្ក្រាបតាំងអនុគមចឹងនៅក្នុងវីដេអូនេះអ្នកគ្រូនឹងធ្វើលម្អិតតាំងពីការរក coordinate តាំងពីការរកអីប៉ុន្តែទីមទីអ្នកទាំងអស់គ្នាត្រូវតែច្បាស់លើខ្លឹមសារមេរៀនរបស់យើងដែរណាសង្ក្រាបតាំងអនុគមខាងក្រោមបណ្ដេកឆែកមើលនៅក្នុងសភៅពុំភាគ1របស់យើងណាលំហាត់ទំព័រទី18ហ្នឹងកគឺគេឲ្យអនុគមយើង e ការ៉េស្មើនឹង3លើ2 x ការ៉េចឹងបើយើងគិតអនុគមនេះទម្រង់របស់វាទូទៅគឺ e ការ៉េស្មើនឹង ax ការ៉េចឹងបងប្អូនត្រូវចាំថាដើម្បីសង្ក្រាបនៃអនុគមនៅក្រេទី2អ្វីដែលយើងត្រូវឲ្យដំបូងគឺតកតងនឹងតារាងតម្លៃលេខណាយើងត្រូវឲ្យតារាងតម្លៃលេខតែតារាងតម្លៃលេខនេះគឺយើងមាន x មាន e ការ៉េហើយយើងត្រូវគិតអាតម្លៃដែលនៅចំកណ្ដាលនឹងគេសិនណាត្រូវនៅចំកណ្ដាលចឹងតម្លៃនៅចំកណ្ដាលគឺត្រូវនឹងកម្ពូលប៉ារ៉ាបូលចឹងឲ្យតែក្រាបរបស់យើងឬក៏អនុគមរបស់យើងមានទម្រង់បែបនេះកម្ពូលប៉ារ៉ាបូលរបស់យើងគឺដឹងតែ00ដែរណាជំនឿថា x 0 y យើងក៏0ដែរហើយបន្តមកទៀតគឺយើងត្រូវឲ្យតម្លៃអមសងខាងកម្ពូលរបស់យើងណាខាងស្ដាំ2ខាងឆ្វេង2ទៅដើម្បីស្រួលកណនាចឹងអ្នកគ្រូឲ្យ1ហើយនឹង2ទៅលេខទៅដើម្បីស្រួលកណនាហើយខាងឆ្វេង0នេះគឺដក1ហើយនឹងដក2អញ្ចឹងបងប្អូនគ្រាន់តែយកតម្លៃដែលយើងឲ្យខាងជួរខាងលើដេកខាងលើហ្នឹងគឺជាតម្លៃ abscissa គឺជាតម្លៃ x មាន x របស់យើងណាតមកទៀតបងប្អូនគ្រាន់តែយកតម្លៃ x ដែលយើងបានឲ្យមានដក2ដក1 1 2ហ្នឹងយកទៅចុះក្នុងអនុគមដើមរបស់យើងនេះព្រោះសិស្សភាគច្រើនអត់ដឹងថាអ្នកគ្រូយកទៅចុះកន្លែងណាទេហើយយើងក៏អត់សូវចេះពីវិធីជំនួសអញ្ចឹងចាប់ដើមជំនួសមួយទាំងអស់គ្នាគ្រូផ្សេងនៅខាងក្រោមដូចគ្នាដែរអញ្ចឹងអនុគមយើងគឺ e ការ៉េស្មើនឹង3លើ2 x ការ៉េអញ្ចឹងកន្លែង x កន្លែងនេះយើងត្រូវបដូរវាទៅជាប្រមាណខ្លះមានដក2នេះ1ដក1នេះ1ហើយនឹង2នេះ1ទៀតជំនួសម្ដង1តោះនេះចាឥឡូវអ្នកគ្រូចុះដក2សិនហើយលើកវាជាការ៉េចុះបងប្អូនកណនាទៅស្មើប៉ុន្មានចាអញ្ចឹងបាន3លើ2ដក2ការ៉េគឺ4ចឹងយើងកណនាទៅ4គុណ3គឺ12 12ចាញ់2គឺ6ណាចឹងបាន6ចឹងយក6នៅខាងក្រោមដក2កន្លែងហ្នឹងបន្តទៅទៀតបងអូនគ្រាន់តែបដូរណាបដូរពេលកន្លែងដក2នេះខាងក្នុងហ្នឹងក៏ប៉ុន្តែគឺចង់លុបទៅដក2ប៉ុន្តែវាលុបទៅទាំងអស់ចឹងអនុគមយើងគឺតែ3លើ2 x ការ៉េហ្នឹងបងអូនគ្រាន់តែកន្លែង x ទៅនេះណាបងអូនគ្រាន់តែជួសវាទៅជាដក1វិញដក1ការ៉េទៅយើងអាចកណនាស្មើនឹង3លើ2ដក1ការ៉េគឺ1ចឹង1គុណ3លើ2គឺ3លើ2ដដែលណា3លើ2ដែរចាចឹងបាន3លើ2អានេះគឺ3លើ2យើងជំនួសបន្តទៀត x ស្មើ1ម្ដងចានេះទៅជាបូក1វិញគ្រូកែសញ្ញាតិចតិចចឹង1ការ៉េក៏នៅតែ1គុណ3លើ2គឺ3លើ2ដដែលណាករណី x យើងស្មើ2ម្ដងណាអញ្ចឹងបើសិនជា x ស្មើ2យើងត្រូវបដូរខាងក្នុងនេះដូចគ្នាចម្លើយនេះក៏ឃើញប៉ុណ្្នឹងដែរចាអញ្ចឹងអ្នកគ្រូដូរវាទៅជាលេខ2អញ្ចឹង2ការ៉េគឺ4ណាអញ្ចឹង4គុណ3 12 12ចាញ់2គឺនៅសល់6អញ្ចឹងឃើញ6ដូចគ្នាហើយបន្តមកទៀតនេះអ្វីដែលយើងបានឲ្យតម្លៃ x ឲ្យ x ទៀងរក y មួយហ្នឹងគឺយើងកំណត់បានមួយចំណុចអានេះក៏បានមួយចំណុចទាំងអស់សរុបទាំងអស់គឺ5ចំណុចដូចដែលយើងត្រូវដៅហ្នឹងគឺមាន coordinate ដក2 6មាន coordinate ដក1 3លើ2មាន coordinate 0 0មាន coordinate 1 3លើ2ហើយនិង coordinate 2 6ដំបូងដោយសារតែដំបូងអ្នកគ្រូរៀងលម្អិតឲ្យពួកយើងបន្តិចដល់ចូលក្រាមអនុគមក្រោយៗទៀតអ្នកគ្រូរៀងកាត់វាម្ដងបន្តិចអញ្ចឹងចំណុចដំបូងបងប្អូនព្យាយាមស្វែងយល់ណាឥឡូវដល់វគ្គសង្ក្រាមអញ្ចឹងសង្ក្រាមគឺយើងត្រូវគប់ប្លង់ coordinate របស់យើងសិនចង់ចំណុចហ្នឹងអ្នកគ្រូទៅសេនៅខាងក្រោមម្ដងទៀតដើម្បីយើងស្រួលមើល x y ហ្នឹងទៅ x យើងអ្នកខាងមុខណាអ្នកគ្រូបញ្ជាក់ម្ដងទៀតមានដក2ដក1មាន0មាន1មាន2ហើយនឹង ordinate យើងគឺមាន6 3លើ2 0 3លើ2ហើយនឹង6ចឹងចាប់តាមសង្ក្រាមចឹងដោយសារតែអ្នកគ្រូគូសដៃចឹងអត់សូវស្អាតទេបងឯងដើម្បីបងងាយយល់បើសិនជាគ្រូអត់បានគូសដៃមួយទេយើងពិបាកនៅក្នុងការយល់ដែរចឹងមានថាបើយល់យើងឲ្យយល់ទៅជាអត់យល់វិញហើយចឹងយើងព្យាយាមមើលមួយណាចឹងយើងមើល abscissa របស់យើងអត់ធំត្រឹម2អត់ទៅត្រឹម12 y អត់ធំត្រឹម6បើយើងចង់គូសឲ្យស្អាតស្រួលមកយើងអាចយកវា2កន្លះធ្វើ6ចឹងអ្នកគ្រូក៏ប៉ិតខ្ញុំយក2កន្លះធ្វើមួយដើម្បីយើងស្រួលមើលណាចឹងគ្រូទៅសេពីលើមកមុនចាស់នេះ6 5 4 3 2 1តែនេះចុះយក0ភាសាអ្នកគ្រូគូសដៃចឹងហាក់អត់សូវស្អាតទេយើងញ័រឲ្យគូសយកប្រហែលឲ្យដល់ពេលឲ្យគូសអញ្ចឹងរៀងពិបាកមើលបន្តិចប៉ុន្តែចង់ឲ្យបងអូនយល់ពីដំណើរការក្នុងការសង់របស់អ្នកគ្រូណាចឹងx យើងវាអស់ធំត្រឹម2អស់តូចត្រឹម12ដក1 12 y របស់យើងគឺមានតែវិជ្ជមានទេចាអ្នកគ្រូដៅចោលទៅដក1 12ណា x prim o x y prim o y តោះយើងដៅចំណុចមួយសិនដំបូងគឺ x ដក2 y 6ណាអញ្ចឹងដក2ចា x ដក2 y 6 x នៅលើដេកនៅ y អាឈរចឹងយើងបានមួយចំណុចចឹងយើងដើរមួយចំណុចហ្នឹងសិននេះចំណុចយើងទទួលបានចាហើយតមកទៀតគឺដក1ចា x ស្មើដក1 y គឺ3លើ2 3លើ2គឺ1កន្លះអញ្ចឹងនៅកន្លែងនេះបានមួយចំណុចទៀតណាមួយចំណុចទៀតអ្នកគ្រូដៅក្រហមអញ្ចឹងដើម្បីយើងស្រួលមើលអាហ្នឹងគឺចំណុចដែលយើងដៅបានដើម្បីយើងភ្ជាប់វាហើយមួយទៀតគឺចំណុចដែលមាន coordinate 0 0អញ្ចឹង0 0នៅកន្លែងកดតម្រៃនេះតែម្ដងណា0 0ហើយបន្តមកទៀតគឺ1ហើយនឹង3លើ2 3លើ2 1កន្លះ x 1 y 3លើ2 x 2 y គឺ6អញ្ចឹងយើងត្រូវរកចំណុចប្រសពរបស់វាសិនចារកចំណុចប្រសពហើយយើងដើរចំណុចហ្នឹងមកចាបានវងមូលហ្នឹងគឺយើងត្រូវភ្ជាប់វាអញ្ចឹងបានចំណុចទាំង5ហ្នឹងហើយអ្នកក៏ចាប់ផ្ដើមភ្ជាប់វាណាចឹងយើងដឹងឲ្យក្រោយអនុគមនៅក្រេទី2របស់យើងជាមកគឺមានរាងជាប៉ារ៉ាបូល
ចឹងអ្នកគ្រូភ្ជាប់មកគឺបានប៉ុណ្ណឹងគូដៃអ្នកនរគ្នាចឹងវាអត់សូវស្អាតអត់សូវ perfect ទេចឹងបងអូនត្រូវប្រើបន្ទាត់ណាដើម្បីគូរបានត្រឹមត្រូវចឹងនេះគឺជារូបភាពទី1ក្រាបអ្នកអនុគម y ស្មើនឹង3លើ2 x ការ៉េបន្តទៅក្រាបទី2ណារូបទី2គឺអ្នកគ្រូរៀងលឿនបន្តិចហើយតោះចឹងអ្នកគ្រូចូលខមួយទៀត y ស្មើនឹងដក1លើ3 x ការ៉េចឹងយើងត្រូវឲ្យតារាងតម្លៃលេខណា x y ដំបូងគឺយើងត្រូវឲ្យកំពូលដោយសារវាមានតែតម្រង y ស្មើនឹង ax ការ៉េចឹងកំពូលគឺត្រូវនឹង0 0តម្លៃអមគឺ1 2ដក1ហើយនឹងដក2ចឹងយកតម្លៃទៅជំនួសទៅករណីបើសិនជា x ស្មើដក2អ្នកគ្រូទាញបាន y របស់យើងស្មើនឹងដក1លើ3ចឹង x នេះបដូរទៅជាដក2លើជាការ៉េចឹងស្មើដក2ការ៉េគឺ4ណាលើ3ចឹងឃើញដក4លើ3ហើយបើ x ស្មើដក1បងអូនទាញបាន y ស្មើនឹងដក1លើ3កតាដក1លើជាការ៉េចឹងបានដក1លើ3 0គឺ0ដោយសារកម្លាតណាពី0មក1 0ទៅដក1ខុសគ្នាមួយដូចគ្នាចឹងមានថាតម្លៃវាគឺដូចគ្នាដែរអ្នកគ្រូអត់រំម្ដងទៀតទេពី0មក2 0ទៅដក2ក៏ដូចគ្នាចឹងបានដក4លើ3ដើម្បីដែលរៀងយល់ហើយណាចាប់ដើមរៀងលឿនបន្តិចហើយចឹងដោយសារតែឥឡូវគ្រូគណនាតម្លៃប្រហែលរបស់វាសិនដក1លើ3ប្រហែលជាដក 0.3 នេះឃើញដក 1.3 នេះយើងចែកខ្លួនយើងទៅដក 0.3 ដក 1.3 ដើម្បីយើងស្រួលប៉ាន់ស្មាននៅក្នុងការសង្ក្រាបចឹងមានថាក្រាបរបស់យើងគឺ x អត់ធំត្រឹមពេកអត់ទៅដល់2 y គឺចុះក្រោមចឹងអ្នកគ្រូគូដូចគ្នាយកមកកន្លានធ្វើពីស្រួលមើលចាចឹងគោះមកគោះដេកអត់សូវត្រង់ទេដោយសារដៃរៀងញ័រចឹងបងប្អូននៅក្នុងសភៅគឺយើងមានកន្លាចឹងស្រួលទេណាឥឡូវចឹង2 1ដក1ដក2ហើយអានេះគឺដក1ដក2នេះដាក់1ចោលទៅឲ្យស្អាតកុំទុកក្រាបចឹងតនេចាណាបងប្អូនទៅសេតម្លៃលេខឲ្យចូលមកត្រឹមត្រូវមកអញ្ចឹងទី1ណាដក2ដក 1.3 ដក 1.3 ដក1កន្លះចុះ 1.3 គ្រូប៉ាន់ស្មានណាដក2ដក 1.3 មួយទៀតគឺដក1ដក 0.3 អានេះក៏យើងប៉ាន់ស្មានដែរដក1ដក 0.3 0.3 នេះគឺដក 1.3 ហើយដូចគ្នាដែរណា1ត្រូវនឹងដក 0.3 2ត្រូវនឹងដក 1.3 ដែរអញ្ចឹងចំណុចដែលយើងទទួលបានណាកន្លែងនេះ1កាលណាតកាន់តគូវាលុបចាហើយ0 នេះមួយទៀតអ្នកគ្រូដៅក្រហមហ្នឹងគឺតែចំណុចដែលយើងត្រូវប្រើដើម្បីសង្ក្រាបអញ្ចឹងបានច្បាស់ហើយយើងត្រូវភ្ជាប់ណាដោយសារក្រានអនុគមរបស់យើងរៀងវាជាមកជាប៉ារ៉ាបូលមានរាងចក្សរ U អញ្ចឹងយើងសង់ចានេះគឺក្រាប y របស់យើងស្មើជាមួយនឹងដក1លើ3 x ការ៉េបានពេលតោះយើងចូលមួយទៀតណាក្រាបចុងក្រោយរបស់យើងគឺកចាកគឺ y ស្មើនឹងដក3លើ2 x ការ៉េចឹងអត់ខុសគ្នាពីកទេយើងមើលប្រធានវិភាគផាយគ្នាខុសតែមេគុណណាខុសតែមេគុណចឹងដូចគ្នានេះក៏ដាក់យកតែម្ដងទៅតម្លៃលេខរបស់យើង x y តម្រងវាដូចគ្នាចឹងហើយកំពូលគឺ0 0តម្លៃ អ 1 2ដក1ដក2ចឹងបើសិនជា x មក1ណាចឹងគ្រូយក1មកជំនួសកន្លែងនេះ1ការ៉េគឺ1គុណ13លើ2គឺ13លើ2ដែរហើយបើ x មក2វិញយក2មកជំនួសកន្លែងនេះវិញណាចឹង2ការ៉េ4 4គុណ3 12 12ចាញ់2សល់6តែដោយសារមានសញ្ញាដកចឹងបានដក6ចឹងមកខាងទៀតក៏ដក3លើ2មកខាងទៀតក៏ដក6ដែរអស់តែយើងចាប់ដើមសង្ក្រាបចឹងសង្ក្រាប y របស់យើងគឺត្រឹមដក6ចាអញ្ចឹងប្រាក់ដៃគូពី3តំណចាx យើងដូចគ្នា1 2ដក1ដក2 1 2 3 4 5 6ណាដក6ចឹងដក2ត្រូវនឹងដក6ចឹងភ្ជាប់ពី1ណាសិស្សខ្លះគឺគាត់អត់យល់មែនណាកន្លែងដែលគ្រូភ្ជាប់នឹងអត់ដឹងថាដល់ចំណុចដើរបែបម៉េចចឹងយើងត្រូវមើល x គឺនៅលើអាដេកនេះ x ព្រីម o x y ព្រីម o y x យើងគឺដក1 y គឺដក3លើ2ចឹង x ដក1 y ដក3លើ2នេះដក1 3លើ2គឺដក1កន្លះណាចឹងយើងត្រូវបន្លាយវាដើម្បីរកចំណុចប្រសពរបស់វាបែបនេះចាអញ្ចឹងចំណុចប្រសពនេះគឺចំណុចដែលយើងត្រូវដើរហើយតមកទៀត0 0នៅគល់តម្រុយ1ដក3លើ2ណា1ដក3លើ2ហើយនឹង2ត្រូវនឹង6ដែរអញ្ចឹងយើងត្រូវតម្លាក់វាមកដល់ ordinate ស្មើនឹង6ចឹងអ្នកគ្រូប្រើពណ៌ក្រហមទៅដើម្បីបងប្អូនស្រួលមើលពីមួយចំណុចទៅមួយចំណុចហ្នឹងណានេះចំណុចដែលយើងត្រូវភ្ជាប់ចឹងបងប្អូនភ្ជាប់មកក្រាបយើងឲ្យសារវារៀងចក្សរយូរចឹងវារៀងកោងយើងកុំសូវគូវាស្រួយពេកកន្លែងកំពូលប៉ារ៉ាបូលរបស់យើងចាអញ្ចឹងក្រាបយើងគឺមានតម្រងបែបហ្នឹងត្រូវនឹង y ស្មើនឹងដក3លើ2 x ការ៉េចាអញ្ចឹងវីដេអូអ្នកគ្រូហ្នឹងគឺមានតែប៉ុណ្្នឹងទេណាគឺចែករំលែកតទៅជាមួយនឹងការសង្ក្រាបរបៀបក្នុងការសង្ក្រាបអនុគម y ស្មើនឹង ax ការ៉េបើយើងគិតទៅតម្រងវាគឺបែបហ្នឹងចឹងអ្វីដែលបងប្អូនត្រូវចងចាំគឺចេះឲ្យតារាងតម្លៃលេខដែលនៅចំកណ្ដាលគឺ0 0ហើយនៅតម្លៃអមសងខាងវា1 2ដក1ដក2មកចាអញ្ចឹងវាដូចគ្នាគ្រប់ឲ្យទៅតម្រងបែបហ្នឹងចឹងអរគុណណាស់សម្រាប់ការតាមដានវីដេអូនេះពីដើមដល់ចប់ជួបគ្នាវីដេអូក្រោយទៀតបាយបាយ